Hello សួស្តីទាំងអស់គ្នាថ្ងៃនេះខូបក្រុមបងអមអេសអញ្ចឹងខ្ញុំបានចូលរួមជួនដំណើរពួកគាត់ឆ្ពោះទៅខាងក្រុងកំពង់សោមតែខ្ញុំមិនបានទៅដល់កំពង់សោមទេខ្ញុំបានជួនដំណើរពួកគាត់ខំធ្វើផ្លូវបំបែកអង្គស្នួបអញ្ចឹងតោះមកមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយខ្ញុំបដើម៉ូតូចេញពីផ្ទះមកផ្លូវធំអ្នកគ្នាដោយសារតែខ្លាចរំខានដល់អ្នកជិតខាងមកដល់ផ្លូវធំមកខ្ញុំបច្ឆេះជិះចឹងណាហ្នឹងហើយឥឡូវខ្ញុំអត់និយាយច្រើនទេវីដេអូនេះចាំមើលទាំងអស់គ្នាទៅឥឡូវនេះខ្ញុំចេញពីផ្ទះមកដើម្បីទៅការ៉ាសាំងនៅអូដឹមជួបជុំគ្នាថតរូបមួយក្រុមហើយបានយើងចេញទៅខាងកំពង់សោមអញ្ចឹងខ្ញុំមកពីក្បោដើម្បីមកជួបជុំគ្នានឹងសិនហើយខ្ញុំគិតថាខ្ញុំប្រហែលជា late មកហើយខ្ញុំមកម៉ោង5ម៉ោង5តិចតួចហើយមកដល់ទៅតែឃើញ4-5ម៉ូតូនៅឡើយឯងអូគិតថាអត់អីអត់ត late មកឯងហើយខ្ញុំក៏សួរបងទៅគាត់ថាទៅមកដល់មិញដែរណាអូខេខ្ញុំឲ្យបងថតរូបឲ្យមួយផ្លាច់ហ្នឹងហើយទៅកន្លែងជប់ម៉ូតូសិនដើម្បីដាក់កាហ្វេដាក់អីចឹងណាជុំបងប្អូនយើងមកបន្តទៀតចឹងណាហើយអធិស្ឋានផងម៉ូតូស្អាតច្រើនណាស់ខ្ញុំអត់បានថតឲ្យអ្នកនរគ្នាមើលដោយសារតែកាហ្វេញ៉ាំហើយកាហ្វេអ្នកលក់អត់ទាន់នោះសេតហ្មងឥឡូវនេះពួកយើងចាប់ផ្ដើមថតរូបថតអីជាមួយក្រុមហើយបងក៏មកជុំគ្នាអស់ដែរអញ្ចឹងពួកយើងចាប់ផ្ដើមចេញទៅបដាហើយណាគេ fan ចាជីខ្លះបាទនេះរូបភាពចាជីខ្ញុំសួរគាត់ចែកទៅតាមណាគាត់ថាគាត់ទៅតាមលើហើយបើន័យថាបងខ្លះក៏ទៅតាមផ្លូវលបឿនលឿនអញ្ចឹងណាហើយបងខ្លះក៏ទៅតាមផ្លូវជាតិលេខ4អញ្ចឹងគឺខ្ញុំរត់តាមផ្លូវជាតិលេខ4តែបញ្ជាក់អ្នកនរគ្នាខ្ញុំមិនបានទៅដល់គោលដៅទេគឺខ្ញុំជូនដំណើរពួកគាត់ធ្វើផ្លូវបំបែកអង្គស្នួលហើយខ្ញុំបកមកធ្វើការវិញដោយសារជីវភាពអ្នកនរគ្នាអើយយើងមិនអាចទៅឆ្ងាយបានទេអស់លុយច្រើនណាអញ្ចឹងយើងបានតែប៉ុណ្្នឹងឯងបកមកធ្វើការវិញអញ្ចឹងណាហ្នឹងហើយនៅពេលនេះគឺទៅខ្ញុំអត់នេះទេហើយខ្ញុំឃើញកូនឆ្កាវិញនោះស្អាតណាស់អ្នកគ្នានៅក្នុងវីដេអូនោះឃើញហើយកូនឆ្កានោះស្អាតណាស់ចាំមកខ្ញុំដាក់រូបឲ្យមើលពេលហ្នឹង
ឥឡូវពួកយើងបានចេញមកបដាហើយយើងមិនមែនចេញមកទាំងអស់ទេអ្នកគ្នាដូចថាមកក្រុមមកអញ្ចឹងណាហើយឥឡូវខ្ញុំចេញមកក្រុមហើយជាមួយបង4-10ម៉ូតូដែរគឺមកក្រុមមុនទៅមកគេថតរូបហើយគេមកក្រុមអញ្ចឹងណាហ្នឹងហើយមើលលេងនេះអ្នកគ្នាមានតែវីដេអូជិះម៉ូតូហ្នឹងហើយកុំភ្លេចគ្រប់ច្បាប់ទាំងអស់គ្នាផងហើយមិនមែនអ្នកជិះម៉ូតូធំទាំងអស់សិតតែឆ្លើយឯអ្នកគ្នាដូចវីដេអូនេះចឹងខ្ញុំពីដើមចឹងហើយមិនមែនតែខ្ញុំទេអ្នកគ្នាបងជិះម៉ូតូហ្នឹងពេលខ្លះសុំផ្លូវគេអញ្ចឹងយើងគ្រប់គេអញ្ចឹងណាមិនថាយើងជិះម៉ូតូធំហើយយើងវាវអត់ទេអ្នកគ្នាគិតខុសហើយដូចពួកខ្ញុំហើយបងខ្ញុំស្គាល់អញ្ចឹងយើងសុំផ្លូវគេអញ្ចឹងណាយើងមិនមែនជិះវាវរហូតណាដូចកន្លែងនេះចឹងអ្នកនរគ្នាឡានគាត់សញ្ញោថាគាត់បត់វឹងហ្មងទាំងដែលពួកខ្ញុំកំពុងតែសន្ធឹកម៉ូតូជាប់កតុយគ្នាហើយគាត់អត់មានមើលផងលេងមកយើងមិនថាមិនចេះអ្នកគ្នាតែយើងត្រូវគ្រប់គ្នាទៅវិញទៅមកដែរចឹងណាហើយដូចថ្ងៃហ្នឹងចឹងម៉ូតូធំថ្ងៃហ្នឹងគឺគេជួបជុំគ្នាអញ្ចឹងហើយវូតតកតុយគ្នាហើយគាត់អត់មានប្រអងសិនហើយគាត់សញ្ញោគាត់បត់វឹងហ្មងហើយគ្នាខ្ញុំនៅពីក្រោយបន្តកតុយគ្នាជាប់រហូតហ្នឹងបងមួយជាមិនស្អីនោះដល់ពេលខ្ញុំមកផុតមកគាត់ចុះគេបត់មកអីគាត់ឡើងធ្លាក់ផ្លូវដែរតែអត់អីអ្នកគ្នាអើយគាត់ថាយើងគ្រប់គ្នាទៅវិញទៅមកទៅដូចយើងឃើញសន្ធឹកអញ្ចឹងហើយយើងមុននឹងបត់យើងមើលសិនអញ្ចឹងណាយើងមើលសិនល្អអ្នកគ្នាយើងមើលសិនល្អហើយមិនថាមិនទេមិនថាម៉ូតូធំគឺសុទ្ធតែខុសទាំងអស់ដូចកន្លែងនេះអញ្ចឹងបាទខ្ញុំសុំផ្លូវគាត់ហើយគាត់ក៏អូខេខ្ញុំក៏អោនក្បាលគោរពពួកគាត់អញ្ចឹងណាយើងគ្រប់គ្នាទៅវិញទៅមកទៅបងប្អូនហើយនៅលើដងផ្លូវយើងមិនប្រកាសថាអ្នកណាខុសអ្នកណាត្រូវទេស៊ីសងលើយើងមើលជាក់ស្ដែងហើយការគោរពយើងត្រូវតែមានអញ្ចឹងណានឹងឥឡូវបាច់អីច្រើនទេតោះមើលការជិះម៉ូតូរបស់ខ្ញុំទាំងអស់គ្នាជិះបែបស្វាយអ្នកគ្នាស្វាយតែច្បាស់ខ្លួនឯងអញ្ចឹងណាដូចឡៃនេះខ្ញុំឆ្ងល់ម៉ូតូបងគ្នាយើងគាត់ទិញនៅណាបានមានគេជិះជាមួយនោះទិញនៅណាខ្ញុំទិញអត់មានគេជិះជាមួយផងនឹងឯអ្នកគ្នាដូចកន្លែងនេះចឹងខ្ញុំស្រឡាញ់អាកិច្ចចាស់ខ្ញុំនឹងហ្មងអូដល់ពេលទំកាយសបុកហើយអ្នកគ្នាអូយមូផ្ទុះហ្មងហើយអាមូផ្ទុះហ្នឹងខ្ញុំបងយូរខ្ញុំថាធ្វើមិនបានផ្ទុះដល់ពេលខ្ញុំទំកាយសបុកហើយមិនសាមិញដល់ពេលដងថ្ងៃមកសបាយជិះហ្មងដល់ពេលមូផ្ទុះអារម្មណ៍យើងជិះកញ្ជ្រោលហ្មងអ្នកគ្នាអើយ
ត្រូវត្រឡប់មកផ្ទះវិញហើយមានអារម្មណ៍ថាមកផ្លែតណាអត់គ្នាពីអូដឹមមកអង្គស្នួលជីមកផ្លែតមិនតន់ក្តៅគូដីផងតែដល់វាហើយនេះពេលហ្នឹងបងគិតណាគិតថាអើយអញទៅដល់ទៅមុខទៀតអត់ទេការងារនៅផ្ទះអីចឹងណាហើយអាបងគ្នាយើងហ្នឹងគាត់ទៅអស់ហើយសម្រាប់ចិត្ត2នាក់បង MSX ហ្នឹងតោះយើងអត់អីទៅផ្ទះវិញយើងតែមានការងារចឹងយើងទៅផ្ទះវិញណាហើយក៏ត្រឡប់មកផ្ទះវិញអ្នកនរគ្នាអើយសែតជុំយ៉ាអើយតែអត់អីប៉ុណ្ណឹងក៏អស់ចិត្តដែរឥឡូវខ្ញុំបកមកវិញហើយហើយបងគាត់ឃើញខ្ញុំក៏លើកដៃរហូតក៏លើកដៃហើយខ្ញុំក៏បាយគាត់ហើយក្នុងចិត្តខ្ញុំតែជូនពរគាត់ឲ្យសុខសប្បាយសុខភាពធ្វើដំណើរតាមផ្លូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាអញ្ចឹងណាហើយអារម្មណ៍ពេលយើងត្រឡប់មកផ្ទះវិញហើយពួកបងកំពុងតែចេញទៅសន្ធឹកពួកគាត់អារម្មណ៍គិតច្រើនណាស់អ្នកហើយតែធ្វើម៉េចយើងត្រូវទៅផ្ទះវិញដើម្បីជីវភាពយើងទៅធ្វើការវិញហ្នឹងហើយអរគុណបងសម្រាប់ការរាប់អានកន្លងមកចឹងណាហើយវីដេអូក៏ដល់ទីបញ្ចប់ដែរហើយអ្នកនរគ្នាកុំភ្លេចជួយ share វីដេអូខ្ញុំម្នាក់មួយហងហើយបើមានអីឆ្ងល់អីអាច comment សួរខ្ញុំបានចង់ឃើញវីដេអូអីចឹងអីតាមប្រាប់ខ្ញុំចាំខ្ញុំចូលចិត្តធ្វើវីដេអូចឹងឲ្យអ្នកគ្នាមើលច្រើនចឹងណាដោយសារតែវីដេអូនេះខ្ញុំច្រើនតែខ្ញុំអត់មានពេលកាត់ផុសចឹងណាហើយដល់ខ្ញុំផុសទៅវីដេអូស៊ីនទៅចឹងថ្ងៃនេះខ្ញុំសម្រាប់ថាខ្ញុំបញ្ចូលសំឡេងនិយាយឲ្យបានកុំអស់ក្បាយកុំឲ្យអ្នកមើលគាត់អត់យល់ចឹងណា